សូមជម្រាបសួរបងទាំងអស់គ្នាបាទពេលនេះខ្ញុំបានមកជួសជុលសូមជម្រាបសួរបងទាំងអស់គ្នាបាទពេលនេះខ្ញុំបានមកជួសជុលអេក្រង់លេខ C330 មួយគ្រឿងទៀតហើយបងបាទហើយអេក្រង់មួយនេះគឺវាមានបញ្ហាខូចធ្ងន់ធ្ងរមែនទែនបាទវាលែងចេញរូបទៅហើយឥឡូវបានដោះអេក្រង់នេះចេញមកហើយគឺអេក្រង់មានសភាពខូចហើយចង់ខ្លាយជាវត្ថុបុរាណហើយបាទវាឡើងច្រេះហើយវាឆេះយ៉ាងខ្លាំងបាទនេះទាំងតាមស៊ុំតាមខាច់អីហ្នឹងវាឡើងច្រេះជាខ្លាំងប៉ុន្តែមិនថ្មីទេបញ្ហាប៉ុណ្ណឹងគឺខ្ញុំបាទអាចជួសជុលឲ្យស្អាតឡើងវិញបានបងបាទឥឡូវនេះគឺជួសជុលរួចហើយកំពុងតែដោតភ្លើងចូលនៅខាងក្រៅព្រោះឡានអត់នៅកន្លែងខ្ញុំទេឡាននៅផ្ទះម្ចាស់របស់គាត់បាទឥឡូវនេះធ្វើរួចជួសជុលរួចកំពុងតែសាកល្បងដាក់ភ្លើងដាក់ម៉ាស់ចូលធ្វើតេស្តចង់ដឹងថាវាបានរូបភាពច្បាស់ត្រឡប់មកវិញចេញរូបភាពគ្រប់កន្លែងឡើងវិញដែរឬអត់បាទឥឡូវនេះកំពុងដោតឌុយបងសូមចាំបន្តិចបាទសូមរងចាំបន្តិចបាទឥឡូវនេះដោតឌុយរួចរាល់ហើយឃើញថាវាដំណើរការឡើងវិញហើយវាចេញរូបច្បាស់ស្អាតល្អឡើងវិញហើយបាទហើយសម្រាប់បងដែលមានបញ្ហាទៅលើអេក្រង់រថយន្តគ្រប់ប្រភេទបាទមិនថា Range Rover Audi Lexus អី Approve អីទាំងអស់បងអាចតាក់ទងយកមកជួសជុលបានបងបាទតាមរយៈលេខទូរស័ព្ទខ្ញុំដាក់នៅក្នុង comment និងដាក់នៅក្នុង caption ខាងក្រោមបាទសូមអរគុណសូមជម្រាបលា